ញៀបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះមកស្លសម្លកកូរបែបអ្នកស្រុកក្រៅបងប្អូនតែគាត់ថាខ្វះបន្លែទីទួចអញ្ចឹងតែនៅអាចស្លញ៉ាំបានឆ្ងាញ់បងប្អូនហើយស្លនេះដូចថាខ្ញុំខ្វះដូចស្បែកគួរស្លឹកគាដីដូចថាមានបន្លែខ្លះអញ្ចឹងណាបងប្អូនដូចទ្របអញ្ចឹងទៅហើយតែខ្ញុំមានទ្របពុតញងនេះដាក់ឡើងកក់វាខ្មៅអស់ព្រោះវានៅខាងរត់កក់អញ្ចឹងខ្ញុំអត់មានរបស់សាសោះបងប្អូនហើយនេះដោយសារយើងទិញពីខាងកាលីមកថ្មីយើងយកទៅលីងឬក៏យើងដាក់ឡើងកក់ហើយខ្ញុំចាប់ដើមលីងស្លឹកគ្រៃដែលខ្ញុំបុករួចរាល់ហើយតែខ្ញុំស្លជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនប្តីខ្ញុំគាត់ចូលចិត្តញ៉ាំសាច់ជ្រូក3ជាន់ហ្នឹងទៅវាឆ្ងាញ់ហើយដាក់ស្ករត្នោតយើងព្រោះស្ករត្នោតទិញពីខាងកាលីមកឡើងឈ្ងុយបងប្អូនយើងដាក់ស្ករសទឹកត្រីម្សៅស៊ុបអីចឹងដូចយើងស្លធម្មតាបងប្អូនតែឆ្ងាញ់ហើយដាក់អង្ករលីងខ្ញុំចិត្តឆាឲ្យដាក់អង្ករលីងអញ្ចឹងទៅឆាជាមួយគ្នាឲ្យវាឈ្ងុយបន្ទាប់ពីវាលីងឲ្យល្អហើយបាទខ្ញុំដាក់ទឹកតាមទៀមបងប្អូនមកងាស់ឲ្យវាចូលជាតិជាមួយគ្នាបាទខ្ញុំចាប់ផ្ដើមដាក់បន្លែចូលហើយយើងដាក់បន្លែចូលហើយយើងកូរវាឲ្យវាចូលជាតិឈ្ងុយជាមួយនឹងអង្ករលីងបងប្អូននៅពេលដែលយើងកូរវាឲ្យបានល្អហើយបានចាប់ដើមយើងដាក់ទឹកលើកទី2ណាបងប្អូនហើយយើងដាក់រំងាស់វាប្រហែលជា10នាទីអីបងប្អូន10នាទីឲ្យបន្លែវារៀងទុនបានល្អហើយបានខ្ញុំដាក់ផ្សិតចូលផ្សិតនេះមានផ្សិតនេះរបៀបផ្សិតម្ជុលនេះបងប្អូនអត់មានផ្សិតដូចទូចយើងនៅស្រុកខ្មែរញ៉ាំឆ្ងាញ់បន្ទាប់មកខ្ញុំដាក់ទ្រាប់ពុតញងចូលបើសិនបានទ្រាប់ពុតញងថ្មីឡើងខៀវល្អបងប្អូនតែយើងអត់មានយើងស្លតាមអ្នកនៅស្រុកក្រៅចេះទៅបងប្អូនតែស្លចេះញ៉ាំឆ្ងាញ់បងប្អូនអាចញ៉ាំបានហើយពេលឥឡូវស្លវាពុះល្អហើយខ្ញុំដាក់ spinach ធ្លាប់តែយើងដាក់ស្លឹកគាដីឬក៏ស្លឹកម្រុំអីចឹងណាបងប្អូនឆ្ងាញ់ដល់ពេលអត់មានចឹងទៅយើងស្លដាក់spinach អីចឹងទៅអ្នកខ្លះឃើញដាក់ខាត់ណាទេបងប្អូនដោយសារតាមតំបន់ដែលរស់នៅបងប្អូនចឹងទៅគេមានបន្លែគេដាក់ចូលទៅគុនកាប់នៅស្រុកខ្មែរដាក់ទាំងស្លឹកម្រះទេបងប្អូនក៏ឆ្ងាញ់ដែររួចរាល់ហើយនេះបងប្អូន